បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងអ្នកគ្រប់ត្រូលនាំគ្នាសង្ស័យថាអូនផ្កាយនិងស្វាមីមានរឿងរកម្មរកូលក្រោយឃើញសកម្មភាពបែបនេះបង្ហោះនៅលើបណ្ដាញសង្គមតែម្នាក់ឯងបើទោះបីជាមិនបានវិលចូលនៅក្នុងសិល្បៈវិញទាំងស្រុងដូចមុនក្តីតែតារាស្រីអូនផ្កាយនៅតែទទួលបានការគាំទ្រនិងស្រឡាញ់ចូលចិត្តពីសំណាក់មហាជនខាន់បានឃើញការតស៊ូនិងការខិតខំប្រឹងប្រែងរកស៊ីរបស់នាងតាមរយៈបណ្ដាញសង្គមនានានាពេលកន្លងមកក្នុងនោះផងដែរអ្វីដែលកាន់តែធ្វើឲ្យមហាជនសរសើរទៅដល់អូនផ្កាយផងនោះគឺជីវិតគូរបស់នាងដោយកន្លងមកបើទោះជានាងជួបនៅរឿងរ៉ាវលំបាកជាបន្តបន្ទាប់នៅក្នុងជីវិតនិងការរកស៊ីក្តីតែអូនផ្កាយនៅតែមានស្វាមីតាមជួយមើលថែផ្ដល់កម្លាំងចិត្តឲ្យនាងជានិច្ចយ៉ាងណាមិញថ្មីនេះអ្នកគ្រប់គ្រងកំពុងតែផ្ទុះការចាប់អារម្មណ៍និងកើតមានចម្ងល់ពាក់ព័ន្ធទៅនឹងជីវិតគូរបស់អូនផ្កាយបន្ទាប់ពីបានឃើញតារាស្រីរូបនេះបានបង្ហោះរូបមួយសន្លឹកជាមួយនឹងស្វាមីនិងកូនទាំងពីរដោយយករូប sticker បាទដាក់បាំងមុខរបស់ស្វាមីលើសពីនេះទៅទៀតនោះរូបភាពបាំងមុខស្វាមីផងដែរអូនផ្កាយបានអមទៅនឹងបាទអាសាសំឡេងដ៏សោកសៅហាក់ដូចជាមានការបែកបាក់គ្នាតែការបង្ហោះនោះបើទោះបីជាមានការសង្ស័យពីអ្នកគ្រប់គ្រងនិងការបង្ហាញបាទថាអារម្មណ៍ព្រួយបារម្ភក៏ប៉ុន្មានប៉ុន្តែម្ចាស់សម័យខ្លួននៅមិនទាន់ចេញមុខមកបញ្ជាក់ច្បាស់ថាជាការពិតឬក៏យ៉ាងណានោះទេដោយបងប្អូនមហាជនយើងមួយចំនួនបានចូលទៅខមមិនថាកុំអីបាទកុំចឹងអីខំតស៊ូជាមួយគ្នាយូរហើយ idol អ្នកឡើយក៏ថាស៊ូបងចូលចិត្តបងទាំងពីរខ្លាំងណាស់មានត្រូវមានខុសដោយអណ្ដាតនឹងថ្មិញថយក្រោយម្នាក់មួយជំហានហើយសម្របគ្នាវិញបងឬម្នាក់ខ្លាំងហើយយើងខ្សោយទៅអ្នកខ្លះក៏លើកឡើងថាមានឈ្មោះមានឆ្លោះមានត្រូវមនុស្សស្រីទោះខឹងអន់ចិត្តប៉ុណ្ណាក៏នៅតែផ្ដល់ឱកាសគេដែរតែថ្ងៃនេះថាបែកថ្ងៃស្អែកអាចនឹងត្រូវគ្នាវិញក៏ថាបានអញ្ចឹងការលើកឡើងរបស់មហាជននៅតែមិនចង់ឲ្យពួកគាត់បែកគ្នាដោយសារតែគាត់ធ្វើវីដេអូបែបកំ pl ែងនៅលើបណ្ដាញសង្គមក៏ឃើញថាមហាជនយើងគឺចូលចិត្តច្រើនមែនតើអញ្ចឹងអាចនិយាយបានថាជាសេចក្តីសុខមួយរបស់ fan ហើយក៏មិនចង់ឲ្យឃើញពួកគាត់នឹងមានការបែកបាក់គ្នានៅលើបណ្ដាញសង្គមផងដែរការបែកគ្នាឬក៏មិនបែកអាហ្នឹងយើងក៏មិនតន់ដឹងច្បាស់ដែរក៏ប៉ុន្តែមហាជនបាទនាំគ្នាដាក់ការសង្ស័យបាត់ទៅហើយ